សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងធ្វើការបញ្យល់ណែនាំអ្នកនរគ្នាអំពីរបៀបងាយៗនៅក្នុងការរៀបចំក្រុមការងារបែងចែកការងារគ្នាធ្វើនិងប្រើប្រាស់ឧបករណ៍មួយចំនួនដើម្បីគ្រប់គ្រងគម្រោងរបស់អ្នកនរគ្នាជំហានទី1គឺអ្នកនរគ្នាត្រូវធ្វើការ set up your team ដើម្បីធ្វើការ set up ក្រុមការងាររបស់អ្នកនរគ្នាបានជំហានទី1អ្នកនរគ្នាត្រូវធ្វើការជ្រើសរើសឈ្មោះរបស់ project ឲ្យបានសិនដើម្បីអាចជ្រើសរើសឈ្មោះ project បានអ្នកនរគ្នាអាចប្រើចេញពីការជ្រើសរើស domain name ដែលអ្នកស្រឡាញ់ឧទាហរណ៍ខ្ញុំស្រឡាញ់ឈ្មោះ domain name falcongenset.com ហេតុដូចនេះហើយ falcongenset នឹងក្លាយទៅជាឈ្មោះ project ក៏ដូចជាឈ្មោះ team របស់យើងចាប់ពីពេលនេះទៅបន្តមកទៀតខ្ញុំ recommend ឲ្យអ្នកនរគ្នាបង្កើត Gmail Google Drive បន្ទាប់មកបង្កើត folder មួយនៅក្នុង Google Drive នោះដោយដាក់ឈ្មោះ domain name របស់អ្នកនរគ្នាបន្ទាប់ពីបង្កើត folder បានហើយអ្នកនរគ្នាគួរ share folder ហ្នឹងជាមួយក្រុមការងារនៅក្នុងគម្រោងរបស់អ្នកនរគ្នាបន្ទាប់មកទៀតអ្នកនរគ្នាត្រូវគ្រប់គ្រង contact របស់ team អ្នកនរគ្នាអ្នកនរគ្នាអាចបង្កើតជា Excel file ក៏ដូចជា Google Sheet ដែលខ្ញុំបង្កើតជា example នេះគឺយើងត្រូវការឈ្មោះរបស់គាត់តួនាទីរបស់គាត់នៅក្នុងគម្រោងបើសិនជាគាត់ថាគាត់អាចជួយ set code បានយើងដាក់គាត់ជា developer បើគាត់អាចជួយ design បានយើងដាក់គាត់ជា designer បើសិនជាគាត់ចេះទាំងពីរគឺយើងដាក់ទាំងពីរហើយថាតើនៅក្នុងមួយសប្តាហ៍គាត់អាចមានពេលវេលាប្រហែលម៉ោងដើម្បីចូលរួមនៅក្នុង project ជាឧទាហរណ៍អ្នកទាំង3នាក់នេះគឺស្ម័គ្រថាមួយសប្តាហ៍គាត់នឹងចូលរួមធ្វើ20ម៉ោងនៅក្នុង project សរុបទាំងអស់គឺយើងនឹងទទួលបាន60ម៉ោងក្នុងមួយសប្តាហ៍សម្រាប់គម្រោងមួយនេះហើយយើងត្រូវរក្សាទុកលេខទូរស័ព្ទហើយនិង email ដែលគាត់ត្រូវធ្វើការជាមួយ project មួយនេះពេលដែលអ្នកនរគ្នាទទួលបាន contact របស់ក្រុមការងារអ្នកនរគ្នាបានហើយអ្នកនរគ្នាអាចធ្វើការបង្កើតជា communication channel ដើម្បីធ្វើការ chat ជាមួយគ្នាបានជាឧទាហរណ៍បង្កើតជា Slack ឬក៏ Telegram group ជាដើម